សូមបកស្រាយជំរាបបាត់និមិត្តចំណងជាថាសវណ្ណតែងអនរូបទាំងអស់នោះថតនៅអង្គរតូចនិងអង្គរធំហើយខ្ញុំបានតែងខ្លួនជាស្ដេចប្រពន្ធខ្ញុំបានតែងខ្លួនជាភរិយារបស់ស្ដេចហើយមានបងប្អូនជាច្រើនបានចូលរួមដែរហើយពេលដែលពួកខ្ញុំដើរចេញពីកន្លែងតែងនៅទល់អង្គរវត្តដើរទៅអង្គរវត្តដើម្បីថតមានបងស្រីម្នាក់គាត់បាននិយាយថាគាត់សម្លឹងមើលខ្ញុំគាត់ថាមើលទៅដូចមានរឹតដល់ហើយអោគនឹងម្ចាស់ស្បៃនិស័យរៀមបងក្នុងគ្រានេះម្ដងបងប្រាថ្នាក្របងរូបកាយកែលើហត្ថថាមិនឲ្យបងបានវាឆ្ងាយបានឡើយខ្ញុំមិនហ៊ានស្រឡាញ់ព្រះអង្គទេស្ដេចកុំចង់លបួងលួងស្នេហ៍ទាកាខ្ញុំមិនចាំងខ្លាចណាស់ណាព្រះអង្គអើយមកមានអាសាច់ជូស្លត់ត្រើតត្រើតមិនជានៃស្ម័គ្រព្រមជឿបងទេស្នេហ៍គុំមើលហើយជឿថាបងបងនៅលះបងមិនថាអ្វីដល់អញឲ្យតើអូនស្ម័គ្រព្រមស្នេហាបើអូនព្រមស្ម័គ្ររួមរែករៀមហើយរៀបសួរត្រើត្រើយខ្លាំងថ្លៃយ៉ាងតាតើអូនឈ្មោះអីសុំស្រីមេត្តាប្រាប់មករៀបរឲ្យបានទាំងផងខ្ញុំមិនចាំងនាមឈ្មោះសវណ្ណតែងអសវណ្ណតែងអមិនសមមិនជួនឡើយណាព្រះអង្គសំណាស់ណាស្រស់នួនល្អសំនឹងឈ្មោះបងសុវណ្ណកុមារខ្ញុំមិនចាំងព្រមស្ម័គ្រព្រះអង្គហើយតែព្រះអង្គអើយសូមមេត្តាកុំធ្វើបាបអូនណាចេតោមានបដូរសងខាមិនអាឡើយសូមអង្គមេត្តាទេវតាអិនព្រំព្រះពីព្រៃភ្នំជួយជាសាងសីយើងខ្ញុំទាំងពីរព្រមស្មោះបាតែ